លោក Andrew Keho ជាកសិករម្នាក់នៅ West Michigan ត្រូវប្រឈមមុខនឹងភាពលំបាកជីវិតរបស់គាត់ពោរពេញដោយការតស៊ូដើម្បីរក្សាកសិដ្ឋានរបស់គាត់ឲ្យនៅគង់វង្សការដាក់ពន្ធសាលាថ្មីបានក្លាយជាបន្ទុកដ៏ធ្ងន់បំផុតសម្រាប់គាត់ Keho បានព្យាយាមប្រឆាំងនឹងការសម្រេចចិត្តនេះប៉ុន្តែគាត់ត្រូវបានគេមិនអើពើក្រុមប្រឹក្សាសាលាបានបដិសេធមិនស្ដាប់ការព្រួយបារម្ភរបស់គាត់ឡើយភាពអយុត្តិធម៌នេះបានចាក់ស្រោចកំហឹងយ៉ាងខ្លាំងក្នុងចិត្តរបស់គាត់ភាពអស់សង្ឃឹមនិងកំហឹងបានស៊ីរុំផ្ទៃក្នុងរបស់ Keho គាត់បានឈានដល់ចំណុចបែកបាក់ផ្លូវចិត្តហើយបានសម្រេចចិត្តធ្វើការសងសឹកដ៏គួរឲ្យរន្ធត់ផ្នត់គំនិតរបស់គាត់បានប្រែក្លាយទៅជាគំនិតបំផ្លិចបំផ្លាញទាំងស្រុងព្រឹកថ្ងៃទី18ខែឧសភាឆ្នាំ1927ភាពរន្ធត់បានកើតឡើង Keho បានបំផ្ទុះគ្រាប់បែកនៅសាលារៀនដែលបណ្ដាលឲ្យបាត់បង់ជីវិតកុមារជាច្រើនណាស់ភាពគ្មានទោសពៃរីត្រូវបានបំផ្លាញនៅក្នុងមួយពព្រិចភ្នែកសហគមន៍ Best បានធ្លាក់ចូលក្នុងសោកនាដកកម្មការឈឺចាប់និងទុក្ខសោកបានគ្របដណ្ដប់គ្រប់ទីកន្លែង Keho បានស្លាប់ដោយការបំផ្ទុះខ្លួនឯងនៅកន្លែងកើតហេតុប៉ុន្តែស្នាមរបួសផ្លូវចិត្តនៅតែបន្តរហូតមកដល់សព្វថ្ងៃ